ថាកុំឲ្យយើងបាក់ទឹកចិត្តទុកទោមនោះនឹងជីវិតយើងកំពុងរស់នេះហ្នឹងហើយព្រោះយើងអាចមានបត្រៃណគុំបានមានសិលបានយើងអាចប្រើឲ្យដល់ទិសដៅប្រើពាក្យទៅដល់ទិសដៅបានណាដែលយើងនៅជាមនុស្សនេះណាទៅឲ្យកម្លាំងចិត្តខ្លួនឯងអញ្ចឹងមិនរឿងអីតិចតួចបាក់ទឹកចិត្តចង់ស្លាប់ចង់អីចង់ស្លាប់វាស្លាប់ហើយវាមានហើយតែថាដែលវាមិនដល់ធ្វើអត្តឃាតទេប៉ុន្តែថាដូចថាធ្វើអត្តឃាត 100% អានេះវា90វា80ហ្នឹងក៏ទុកមិនល្មមដែរ80 90ហ្នឹង50 60ហ្នឹងប៉ុន្តែរីងរៃរ៉ាំរៃអីចឹងទៅហ្នឹងហើយដោយសារតែរឿងអីតិចតួចហ្នឹងបែងដបមុតជើងបែងដបធ្លុះស្បែកជើងមិនក៏មិនដកចេញហ្នឹងហើយដកចេញដើរទៅទៀតទៅមានឃ្លាយបាតជើងឯណាប៉ុណ្ណឹងហ្នឹងហើយក៏ទល់នឹងយំអួយអីហ្នឹងហើយអាហ្នឹងថាយើងដកចេញទៅមានស្អីស្បែកជើងហ្នឹងយើងនៅពាក់បានយ៉ាងល្អទៅទៀតអត្តភាពយើងជាមនុស្សណាដូចអិសិទាស័យអីចឹងរឿងមានស្វាមី1 2 3ហ្នឹងហើយទីបំផុតដកចេញទៅដើរទៅដល់ព្រះនិព្វានសម្រាប់ព្រះអរហន្តអិសិទាស័យហ្នឹងហើយរឿងរ៉ាវរបៀបអញ្ចឹងណារឿងផ្សេងទៀតហ្នឹងហើយជីវិតយើងនឹងយើងនៅប្រើបានហ្នឹងហើយអាបញ្ហាហ្នឹងវាដូចបែងថ្មបែងដបអីតិចតួចដែលធ្លុះស្បែកជើងយើងមែនប៉ុន្តែមានជាបញ្ហាអីហ្នឹងហើយអានឹងប្រៀបឲ្យយើងបានយល់ដឹងពីរឿងសេចក្តីទុក្ខលំបាកខ្លះដែលមានក្នុងកំណើតមនុស្សប៉ុន្តែប្រៀបទៅនឹងអបាយភូមិប្រៀបទៅនឹងវដ្តសង្សារតែសេចក្តីទុក្ខលំបាកយើងជាមនុស្សហ្នឹងវាដូចជាអំបែងដែលវាគ្រាន់តែទល់ស្បែកជើងទេវាមិនបានធ្លុះមុតផងទេហ្នឹងហើយកុំទៅបន្ទុះតោះជាមួយនឹងស្បែកជើងហ្នឹងហើយវាគ្រាន់តែថាឥឡូវកំពុងមានបញ្ហាតែប៉ុណ្្នឹងទេហ្នឹងហើយមានបញ្ហាយើងអាចនិយាយបានហើយមានបញ្ហាក្នុងជីវិតហ្នឹងហ្នឹងហើយតែជីវិតហ្នឹងគឺយើងត្រូវតែប្រើប្រាស់មិនមែនជីវិតហ្នឹងជាមេបញ្ហាទេដែលយើងកើតមកជាមនុស្សទេណាមេបញ្ហាវានៅលើអាសេចក្តីរងងនោះទេណាអវិជ្ជាតណ្ហានោះទេហ្នឹងហើយទុកទោសវត្តដាក់នោះអបាយភូមិមកអាហ្នឹងបានវាបញ្ហាធំដុំហើយអាមេហ្នឹងគឺសេចក្តីរងងរបស់យើងអញ្ចឹងគឺថាយើងដកចេញដោយការដែលយើងប្រើប្រាស់ស្បែកជើងហ្នឹងគឺថាយើងត្រូវប្រើតទៅទៀតប្រើយ៉ាងម៉េចដែលយើងដើរទៅរកទិសដៅហ្នឹងដើរទៅរកទិសដៅពាក្យស្បែកជើងដើរហ្នឹងគឺយើងប្រើប្រាស់អត្តភាពជាមនុស្សហ្នឹងឯងសិក្សាដោយត្រៃសិក្ខាអាហ្នឹងឯងដែលហ្នឹងឯងឲ្យបានដល់ទិសដៅហ្នឹងឯងលះអវិជ្ជាបដើណាវិជីវ៉ាមិកៈសូត្រជីកដំបូកទៅជួបសន្ទះទ្វាកង់អវិជ្ជាឯហ្នឹងអវិជ្ជាដែលលងងមិនសិក្សារៀនសូត្រហ្នឹងណាលើកចេញហ្នឹងលើកដោយការសិក្សារៀនសូត្រមិនមែនតន់លើកដោយអរិយមគ្គបានទេលើកសន្ទះទ្វាកង់គឺសេចក្តីល្ងងហ្នឹងមិនលើកដោយអរិយមគ្គទេហ្នឹងមិនតាន់ដល់អរិយមគ្គទេព្រះពុទ្ធអង្គសម្ដែងហ្នឹងលើកហ្នឹងគឺលើកដោយសារចូលទៅរកលោកគ្រូអាចារ្យចូលទៅរកការសិក្សាកំចាត់អាសេចក្តីល្ងងដែលកើតមកពីការមិនសិក្សារៀនសូត្រហ្នឹង